បងប្អូនមានដឹងអត់ថាអប្សរាកើតចេញពីណាហើយអប្សរាជាណាគេហើយនិយាយពីស្រីគ្រប់លក្ខគឺគេអត់ដាក់ញឹមចេញថ្មិញទេថ្ងៃនេះចង់នាំបងប្អូនមកមើលអប្សរាញឹមចេញថ្មិញដែលមាននៅប្រាសាទអង្គរតូចបើតាមអត្ថបទព័ត៌មានដែលគេចេញផ្សាយហ្នឹងគេថាក្នុងចំណោមអប្សរាទាំង1796នៅប្រាសាទអង្គរហ្នឹងគេថាមានរូបអប្សរាតែមួយទេដែលញឹមចេញថ្មិញហ្នឹងប៉ុន្តែបើតាមខ្ញុំស្ដាប់ពូកែដែលគាត់និយាយហ្នឹងគាត់ថាមិនមែនមានតែមួយទេមាននៅតាមកន្លែងផ្សេងៗដែរដែលគាត់ដើរជួបបើសម្រាប់ខ្ញុំស្គាល់តែមួយហ្នឹងឯងតែបើសិនជាមានពេលចាំខ្ញុំដើររោមើលឲ្យថតឲ្យបងប្អូនមើលទៀតនៅចុងវីដេអូចាំខ្ញុំប្រាប់ទីតាំងនៅណាអប្សរាជាមនុស្សឬមួយក៏ជាអីផ្សេងជាទេវតាបើយោងទៅតាមរឿងកូរសមុទ្រទឹកដោះអប្សរាគឺជាស្រីសួគ៌អប្សរាគឺជាស្រីសួគ៌ដែលផុសឡើងចេញពីក្នុងទឹកក្នុងពេលដែលពួកទេវៈឬក៏ទេវតាហើយនឹងពួកអសុរៈឬក៏យក្សនឹងឯងនាំគ្នាកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រឹតមកផឹកដើម្បីបានជីវិតអមតៈអញ្ចឹងហើយពេលដែលកូរសមុទ្រទឹកដោះហ្នឹងក៏ចេញជាសត្វលោកក៏ដូចជាវត្ថុទេពទាំង6មានដូចជាទី1គឺចេញផ្កាបណ្ណជាតិបងប្អូនស្គាល់ផ្កាបណ្ណជាតិអត់បងប្អូនទៅលេងប្រាសាទអង្គរបងប្អូនច្បាស់ជាឃើញហើយអប្សរាជាច្រើនអង្គដែលកាន់ផ្កាបណ្ណជាតិនៅក្នុងទម្រង់ផ្សេងគ្នាទី2ដំរីក្បាល3ឈ្មោះថាអៃរវ៉ាន់បងប្អូនតែងជិះឃើញតាមខ្លោងទ្វារនីមួយៗជុំវិញអង្គរធំហើយក្រោយមកចេញពីនាងលក្ស្មីក្រោយមកទៀតចេញសេះក្បាល5ឈ្មោះថាឧច័យស្វារៈបងប្អូនទៅទីលានចូលដំរីឃើញហើយចុងក្រោយគេចេញមកព្រមគ្នាតែម្ដងគឺទឹកអម្រឹតនិងអប្សរាជាច្រើនអង្គតាមពិតរឿងកូរសមុទ្រទឹកដោះហ្នឹងវែងឆ្ងាយណាស់អ្នកគ្នាអានេះខ្ញុំនិយាយសក្ខែបសិនដល់ពេលទឹកអម្រឹតចេញមកយក្សហ្នឹងអត់ចង់ឲ្យទឹកអម្រឹតទៅខាងទេវតាទេចង់ឲ្យជីវិតអមតៈតែខាងយក្សទេហើយពេលនោះដែរព្រះវិស្ណុប្រែកាឡាជាស្រីស្អាតហើយស្រីស្អាតហ្នឹងឈ្មោះថានាងមហិនីនិយាយទៅស្រីស្អាតដែលមានមន្តស្នេហ៍រូបសម្រស់ស្រស់ស្អាតដើម្បីរាំឲ្យពួកយក្សមើលឡើងវែងវាន់ភ្លេចគិតពីទឹកអម្រឹតបន្ទាប់មកនាងមហិនីក៏យកទឹកអម្រឹតទៅឲ្យទេវតាហើយពេលដែលរាំហ្នឹងស្រីគេមិនចូលចិត្តធ្វើមញ៉ែមញ៉ក់អញើមញ៉ែមចេញថ្មិញផងអីផងអញ្ចឹងណាយរួមរំធ្វើមិនឲ្យតាក់ទាញអញ្ចឹងបានយើងឃើញអប្សរាមានខ្លះចេញថ្មិញខ្លះញឹមពព្រាយហើយអ្នកឆ្លាក់ក៏គេយកទម្រង់ទៅតាមរបាំរបស់នាងមហិមីនឹងឯងរឿងកូរសមុទ្រទឹកដោះហ្នឹងមានមតិខ្លះគេគិតថាអប្សរាតំណាងឲ្យស្ត្រីខ្មែរគ្រប់លក្ខនាសម័យអង្គរហើយនិយាយពីស្រីគ្រប់លក្ខគឺគេអត់ដាក់ញឹមចេញថ្មិញទេប៉ុន្តែបើជាប្លែកនៅក្នុងអប្សរាដែលនៅក្នុងប្រាសាទអង្គរវត្តហ្នឹងមានរូបអប្សរាមួយដែលញឹមចេញថ្មិញហើយតើការអប្សរាញឹមចេញថ្មិញហ្នឹងមានន័យមិនវិញហើយអប្សរាញឹមចេញថ្មិញឬមិនចេញថ្មិញវាអាស្រ័យទៅលើអត្តចរិតរបស់នារីហ្នឹងបើសិនជាអាចថាអប្សរាញឹមចេញថ្មិញអញ្ចឹងទៅជានារីធម្មតាអីចឹងទៅអប្សរាញឹមបែបបិទមាត់ញឹមបែបធម្មតាគឺជានារីគ្រប់លក្ខអីអញ្ចឹងទៅហើយមួយទៀតអប្សរាញឹមចេញថ្មិញឬមិនចេញថ្មិញអាចអាស្រ័យទៅលើជាងចម្លាក់ដែរពេលខ្លះក៏ជាងចម្លាក់គាត់អារម្មណ៍ល្អក៏ឆ្លាក់ចេញជាអប្សរាញឹមពព្រាយអីចឹងទៅបើអារម្មណ៍អត់ល្អក៏ញឹមបែបធម្មតានារីធម្មតាអីអញ្ចឹងណាសម្រាប់ទីតាំងអប្សរាញឹមចេញថ្មិញនៅប្រាសាទអង្គរវត្តហ្នឹងស្រួលរកមែនតើអ្នកនរគ្នាកន្លែងអប្សរាញឹមចេញថ្មិញហ្នឹងស្រួលរកទេអ្នកនរគ្នាបើអ្នកនរគ្នាដើរចូលពីច្រកចូលខាងមុខមកត្រូវឆ្លងកាត់ស្ពានដែលមានកសិនទឹកនៅសងខាងហ្នឹងស្ពានហ្នឹងហើយពេលដើរមកដល់គោបរៈទី1មានច្រកចូល3ច្រកចូលធំ1ហើយច្រកចូលសងខាង2ខាងត្បូង1ខាងជើង1ចឹងបងប្អូនដើរចូលមកតាមច្រកចូលខាងត្បូងមានន័យថាបើដើរមកនៅខាងត្បូងហើយនៅខាងស្ដាំដៃទៀតអញ្ចឹងដើរមកទៅមានរូបចម្លាក់លោកតារាជនៅក្នុងហ្នឹងហើយនេះបងប្អូនដើរចូលតាមច្រកចូលខាងត្បូងមកឃើញរូបលោកតារាជហើយបន្ទាប់មកបងប្អូនដើរទៅត្រង់ទៅដើរទៅក្រោយរូបលោកតារាជរហូតទៅដើរឆ្លងឲ្យផាត់ខ្លោងទ្វារហ្នឹងទៅហើយបងប្អូនមើលខាងស្ដាំដៃនិយាយទៅបងប្អូនមើលដូចខ្ញុំថតនៅក្នុងវីដេអូហ្នឹងអញ្ចឹងមើលតាមវីដេអូដែលខ្ញុំថតទៅនេះពេលដែលបងប្អូនកាច់មកខាងស្ដាំដៃបងប្អូនឃើញហើយនៅកឹបនឹងជាងហ្នឹងហ្មងបងប្អូនទៅអង្គរវត្តកុំភ្លេចចូលទស្សនាផងបាយបាយជួបគ្នាវីដេអូក្រោយទៀត